នឹងហើយសួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះបងដែរគឺជួបជាមួយខ្ញុំបាទអាសាថ្មីម្ដងទៀតហើយអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំនឹងបង្ហាញជូនដល់អ្នកនរគ្នាអំពីបាទរបៀបនៃការយើងប្រើប្រាស់ជាមួយនឹង app Meta Business Suite បាទសម្រាប់បងប្អូនដែលអត់ទាន់ចេះបាទប្រើប្រាស់ជាមួយនឹង app នេះបងប្អូនអាចទស្សនាជាមួយនឹងវីដេអូនេះបានបាទអញ្ចឹងអ្នកនរគ្នាដើម្បីយើងកុំមកខាត់ view អ្នកនរគ្នាចូលមកកាន់ app Meta Business Suite មកបាទអូខេបងប្អូនអ្នកគ្នាអញ្ចឹងវាចេញតម្រង់បែបនេះផងដែរអ្នកនរគ្នាសម្រាប់បងប្អូនដែលមាន page ណាបងប្អូនសម្រាប់ដែលគាត់កាន់ page 10ឬ20 page គឺត្រូវតែមាន app មួយនឹងតែម្ដងបាទអញ្ចឹងបងប្អូនចង់ប្រើប្រាស់ជាមួយនឹង page មួយណាអ្នកនរគ្នាគ្រាន់តែចូលមកខាងលើផ្នែកខាងលើដែលនៅខាងឆ្វេងដៃហ្នឹងអ្នកនរគ្នាចុចទៅលើ profile page អ្នកនរគ្នាណាបាទនៅពេលដែលយើងចុចទៅលើ profile page វាចេញតម្រង់បែបហ្នឹងបងប្អូនមាន page ប្រមាណឧទាហរណ៍ថាបងប្អូនមាន page 10 20វាបង្ហាញកន្លែងហ្នឹងណាបាទហើយបងប្អូនចង់ប្រើប្រាស់ page មួយណាបងប្អូនគ្រាន់តែ select ទៅលើ page មួយហ្នឹងទៅបាទវាជាការស្រេចហើយឧទាហរណ៍ថាអ្នកបងប្អូនបាទចង់តបឆាតនៅ page មួយណាអ្នកនរគ្នាបាទ select ទៅលើ page មួយហ្នឹងទៅបាទហើយអ្នកនរគ្នា scroll មកខាងក្រោមអ្នកនរគ្នាចុចពាក្យថា inbox បាទយើងចុចពាក្យថា inbox ទៅមកបាទអ្នកណាដែលគេឆាតចូលនៅក្នុង page មួយហ្នឹងគឺវានឹងបង្ហាញកន្លែងហ្នឹងទាំងអស់ហ្នឹងតែម្ដងណាបាទនេះគឺខ្ញុំឆាតជាឧទាហរណ៍ទេបាទហើយបងប្អូនអាចតបនៅកន្លែងហ្នឹងបងប្អូនបាទយើងដូចយើងតបឆាតនៅក្នុង Messenger ហ្នឹងដែរបងប្អូនគ្នាបាទហើយបងប្អូនចង់តបឆាតជាអក្សរហើយបងប្អូនចង់ voice ជាសំឡេងបងប្អូនចុចសញ្ញាលេខបូកហើយបងប្អូនយកពាក្យថា audio បងប្អូនគ្នាបាទយើងយកពាក្យបាទហើយបងប្អូនថយមកសិនមកបាទយើងថយមកហើយបងប្អូនចង់តប comment កន្លែងហ្នឹងក៏មានយើងត្រូវតប comment ផងដែរអ្នកនរគ្នាណាបាទបងប្អូនតបទៅខាងហ្នឹងទៅហើយបងប្អូនគ្រាន់ចុចកន្លែង comment ហ្នឹងយើងអាចតប comment បានហើយទី2ហើយបងប្អូនចង់កំណត់មុខងារផ្សេងៗបាទនៅក្នុង app មួយហ្នឹងបាទអ្នកនរគ្នាណាបាទរបៀបនៃការយើងដាក់មុខងារផ្សេងៗបងប្អូនគ្រាន់តែចុចពាក្យថា tool បាទដែលមានសញ្ញាត្រី3នៅខាងស្ដាំដៃហ្នឹងយើងចុចទៅលើវាទៅបាទយើងចុចថយវាចេះសិនមកបាទចឹងវាបង្ហាញមកបងប្អូនគ្នាបាទវាមានកន្លែង notification បាទវាមានកន្លែងបាទយើងកំណត់មុខងារផ្សេងៗបងប្អូនគ្រាន់តែចូលមកកាន់ setting ហើយបងប្អូនកំណត់មុខងារផ្សេងៗនៅក្នុងកម្មវិធីមួយនឹងបានផងដែរអ្នកនរគ្នាបាទអត្ថប្រយោជន៍នៅក្នុងការយើងប្រើប្រាស់ជាមួយនឹង app Meta Business Suite ហ្នឹងគឺបាទវាងាយស្រួលគ្នាក្នុងការយើងតបឆាតនៅក្នុងការយើងតប comment វាលឿនបងប្អូនគ្នាបាទហើយបើសិនតែបងប្អូនប្រើប្រាស់បាទតបឆាតឬមួយក៏តប comment នៅក្នុង page ផ្ទាល់បងប្អូន view អញ្ចឹងវាយើងគ្រាន់តែចូលយើងចំណាយពេល view នៅក្នុងការតបឆាតទៅអ្នកណាម្នាក់ដែលឆាតចូលក្នុង page របស់យើងណាបាទទៅដល់យើងទី1គឺយើងចូលមកក្នុងបាទ Facebook បាទបន្ទាប់មកយើងចូលសញ្ញាត្រី3យើងចុចពាក្យថា page ហើយយើងចង់ប្រើប្រាស់ page មួយណាយើងចុចទៅលើ page មួយហ្នឹងហើយយើងបដូរបាទយើងចុច switch បាទឃើញបងប្អូនគឺ view ហ៎បាទយើងពីបៃតងយើងអត់ងាយចូលបានភ្លាមទៀតអស់គ្នាបាទហើយយើងអាចតប comment ក៏ដូចជាតបឆាតបានដូចគ្នាព្រោះគ្រាន់ថាយើងចូលមកកាន់ page វិញ view បងប្អូនគ្នាបាទអញ្ចឹងយើងអាចប្រើប្រាស់ជាមួយនឹង app Meta Business Suite វាលឿនជាងអ្នកនរគ្នាបាទអញ្ចឹងនៅក្នុងការប្រើប្រាស់វាបានដូចគ្នាអ្នកនរគ្នាបាទបើយើងចូលនៅក្នុង app មួយហ្នឹងគឺយើងគ្រាន់តែចូលមកយើងចង់ប្រើប្រាស់ page មួយណាគឺយើងអត់ពិបាកបដូរទេបាទអ្នកនរគ្នាណាបាទយើងអត់ពិបាក switch account ទេអ្នកនរគ្នាគ្រាន់តែចុចទៅលើ profile ផ្នែកខាងលើផ្នែកខាងឆ្វេងហ្នឹងបាទវា load page ឲ្យហើយបងប្អូនចង់ប្រើប្រាស់ page មួយណាបងប្អូន select លើ page មួយហ្នឹងទៅណាបាទហើយបងប្អូនតប comment តបឆាតបាទបងប្អូននៅក្នុងហ្នឹងគឺមានទាំងអស់អ្នកនរគ្នាណាបាទចឹងវាលឿននៅក្នុងការអត្ថប្រយោជន៍នៅក្នុងការយើងប្រើប្រាស់ Meta Business Suite ហ្នឹងគឺបាទវាងាយស្រួលវាលឿនជាងហើយបើសិនបើប្រើប្រាស់ Messenger ដើម្បីតបឆាតគឺវាយូរអ្នកនរគ្នាចូលមកកាន់ Messenger ហើយយើងចុចទៅលើសញ្ញាត្រី3ដែលនៅផ្នែកខាងក្រោមហ្នឹងយើងចុចទៅលើវាហើយយើងបដូរបាទន័យថាយើង switch បាទយើង switch ពីបាទ Facebook ទៅកាន់ page ទៀតអ្នកនរគ្នាគឺ view អញ្ចឹងណាបាទយើងចុចទៅលើ profile account Facebook របស់យើងអញ្ចឹងទៅបាទបន្ទាប់មកយើងចង់ប្រើប្រាស់បាទ page មួយណាយើងចង់តបឆាត page មួយណាអ្នកនរគ្នា select ទៅលើ page មួយហ្នឹងទៅឥឡូវឧទាហរណ៍ថាខ្ញុំចង់ប្រើប្រាស់បាទ page មួយនេះបាទ Butterfly Animation ហ្នឹងបាទបន្ទាប់ពីបងប្អូនចេះយើងបដូរទៅកាន់ page របស់យើងបងប្អូនគ្នាបាទតើយើងបដូរសិនបាទយើងអាចតបឆាតបានអ្នកនរគ្នាបាទអញ្ចឹងយើងអាចតបឆាតបានហើយអញ្ចឹងអ្នកនរគ្នា view ត្រង់ចំណុចហ្នឹងទេណាបាទយើងពិបាក switch ចុះ switch ឡើងអញ្ចឹងបានក៏យើងប្រើប្រាស់បាទជាមួយនឹង app មួយនេះបាទ Meta Business Suite ហ្នឹងគឺវាងាយស្រួលនៅក្នុងការយើងតបឆាតយើងតប comment បាទវាលឿនយើងគ្រាន់តែចូលមកកាន់ app ហ្នឹងតែម្ដងហើយយើងចុចទៅលើ profile ហើយចង់ប្រើប្រាស់ page មួយណាគឺចូលមកវាលឿនណាបាទអាហ្នឹងគឺអត្ថប្រយោជន៍គឺអញ្ចឹងអត្ថប្រយោជន៍នៅក្នុងការយើងប្រើប្រាស់ app Meta Business Suite បាទសម្រាប់បងប្អូនដែលជាអ្នកកាន់ page 10 20 100 page 30 page ទៅបងប្អូនគ្នាគឺយើងប្រើប្រាស់ហ្នឹងវាលឿនជាងបាទយើងវាងាយស្រួលក្នុងការយើងតបឆាតតប comment នេះបងប្អូនគ្នាបាទវាងាយស្រួលលឿនជាង